បាទជំរាបសួរដល់បងប្អូនទាំងអស់ថ្ងៃ Good morning Good morning ទាំងអស់គ្នាបាទថ្ងៃបាទថ្ងៃនេះដែរខ្ញុំមកធ្វើវីដេអូអូខេធ្វើការដាក់បន្ទុកចំពោះរវាង app របស់ប្រទេសអាមេរិក Chat GPT ជាមួយនឹងapp របស់ប្រទេសចិន DeepSeek បាទហ្នឹងហើយអញ្ចឹងខ្ញុំសូមធ្វើការមុននឹងចូលដល់ការពិពណ៌នាអំពី app ទាំងពីរនេះគឺក៏ខ្ញុំចែកម្លែកនៅព័ត៌មានថ្មីដែលឃើញថាត្រាំគាត់មានការងឿងឆ្ងល់យ៉ាងខ្លាំងហើយគាត់ក៏លន់មាត់ចោទជាសំណួរថាហេតុអ្វី IT នៅប្រទេសអាមេរិកអូខេចំណាយពេលអស់រយៈពេល10ឆ្នាំចំណាយដើមទុនអស់$50 លានអស់$5000 លានអូខេចំណាយដើមទុនអស់$5 លានចំណាយរយៈពេល10ឆ្នាំទើបបង្កើតបានជា Chat GPT មួយរវាងជាមួយនឹងប្រទេសចិនជាមួយនឹងប្រទេសចិនតាក់ទងនឹង DeepSeek ចិនគាត់ចំណាយដើមទុនតែ$5 លានទេ$5 លានចំណាយរយៈពេលត្រឹមតែ2ឆ្នាំទេគាត់បង្កើតបានជា DeepSeek មួយហ្នឹងហើយបង្កើតបានជា DeepSeek មួយតើយើងគិតមើលថារវាង app DeepSeek ជាមួយនឹង Chat GPT ដែលមួយចំណាយអស់$5 លានមួយទៀតគឺចំណាយអស់$5000 លានយើងគិតមើលតើខុសគ្នាប្រមាណដងខុសគ្នា1000ដងហ្នឹងអាច1000ដងបាទយើងគិតមើលបាទហើយចិនចំណាយពេលតែ2ឆ្នាំទេបន្តមកទៀតតាក់ទងនឹងការប្រើប្រាស់ DeepSeek នេះដែរហ្នឹងហើយក្រោយពេលខ្ញុំប្រើប្រាស់អស់រយៈធំនេះមកយើងធ្វើការប្រៀបធៀបរវាង Chat GPT ហើយនិង DeepSeek ខ្ញុំសូមដាក់បន្ទុកឲ្យ DeepSeek គឺល្អ the best ហ្មង the best ហ្នឹងហើយអញ្ចឹងthe best ហ្នឹងហើយយើងចង់បានព័ត៌មានអ្វីទាំងអស់នៅលើលោកនៅក្រៅលោកនៅលើចក្រវាឡអូខេនៅឋានប្រចាំឋានប្រអិនគឺយើងអាចឆែកមើលព័ត៌មានទាំងអស់អញ្ចឹងណាចំណុចហ្នឹងពិតជាអស្ចារ្យមែនអញ្ចឹងខ្ញុំសូមលើកទឹកចិត្តហើយខ្ញុំធ្វើវីដេអូនេះហើយបានន័យថាខ្ញុំសូមហ្នឹងហើយលើកទឹកចិត្តដល់បងប្អូនដែលកំពុងតែសិក្សាហ្នឹងហើយគាត់កាត់តនសម័យនេះពិតជាអស្ចារ្យមែននៅពេលដែលគាត់សម័យនេះគាត់តន់ជាមួយនឹងកម្មវិធី app DeepSeek នេះពិតជាអស្ចារ្យមែនវាងាយស្រួលបើយើងធ្វើការប្រៀបធៀបពីមុនយើងការសិក្សាមួយយើងចង់បានព័ត៌មានសូម្បីតែយើងចង់ឆែកមើលតាក់ទងនឹងការរៀនភាសាយើងចង់ដឹងពាក្យនឹងអានថាម៉េចយើងត្រូវចំណាយដើមទុនយើងត្រូវទិញវចនានុក្រមដើម្បីយកមកឆែកពាក្យនឹងតើពាក្យនឹងមានន័យថាម៉េចយើងចំណាយពេលហ្នឹងហើយយើងចំណាយទាំងថវិកាទិញសៀវភៅទិញសៀវភៅទិញវចនានុក្រមយកមកឆែកហើយយើងឆែកបានមើលតែព័ត៌មានប៉ុណ្្នឹងទេក៏ប៉ុន្តែឥឡូវនេះយើងមាន Chat GPT ណាមិនត្រឹមតែយើងអាចឆែកពាក្យនឹងបានហើយយើងអាចសួរថាពាក្យនឹងយកទៅប្រើប្រាស់លើអ្វីខ្លះបានទាំងអស់ហើយមិនថាតែតាក់ទងនឹងការរៀនភាសាមួយទេគឺសូម្បីតែយើងចង់បានចំណេះដឹងអ្វីទាំងអស់នៅលើโลกនេះយើងអាចសួរបានទាំងអស់មិនថាខ្ញុំចង់ចេះកសិកម្មខ្ញុំចង់ចេះដាំដុះយើងសួរ DeepSeek ថាឥឡូវខ្ញុំចង់ដាំដុះដាំដើមនេះតើខ្ញុំត្រូវធ្វើយ៉ាងម៉េចចំណាយពេលយ៉ាងម៉េចគឺយើងអាចសួរបានទាំងអស់ DeepSeek អាចឆ្លើយបានទាំងអស់អញ្ចឹងណាកសិកម្មក៏ដោយធ្វើអ្វីក៏ដោយខ្ញុំចង់រកលុយឲ្យបានច្រើនតើខ្ញុំត្រូវធ្វើម៉េចយើងអាចសួរ DeepSeek បានទៀតហ្នឹងហើយអូខេពិតជាអស្ចារ្យមែនហើយអញ្ចឹងលើកទឹកចិត្តដល់បងប្អូនជាពិសេសក្មេងៗដែលកំពុងតែសិក្សានេះខ្ញុំលើកទឹកចិត្តណាយើងអាចចំណាយពេលដែលយើងយកពេលវេលាយើងយកទៅលេងហ្គេមលេងទូរស័ព្ទចំណាយពេលអត់ប្រយោជន៍យើងយកពេលហ្នឹងយកមករៀនស្វែងយល់ឆាតហ្នឹងហើយយើងស្វែងយល់យើងរៀនស្វែងរកចំណេះដឹងជាមួយនឹងកម្មវិធី DeepSeek នេះពិតជាអស្ចារ្យមែនអញ្ចឹងខ្ញុំឧទាហរណ៍តើឥឡូវយើងកំពុងតែរៀនអង់គ្លេសឬក៏យើងកំពុងតែរៀនចិនអញ្ចឹងយើងចេះពាក្យហ្នឹងហើយខ្ញុំសួរទៅ DeepSeek បានទៀតយើងដាក់ពាក្យហ្នឹងទៅហើយសួរ DeepSeek ខ្ញុំចេះពាក្យហ្នឹងហើយតើខ្ញុំអាចយកពាក្យហ្នឹងទៅប្រើប្រាស់ក្នុងកលៈទេសៈណាខ្លះពេលណាខ្លះហើយឲ្យគាត់ជួយសម្រួលប្រើប្រាស់ពាក្យហ្នឹងអាចប្រើប្រាស់នៅក្នុងកលៈទេសៈណាមួយប្រើពាក្យហ្នឹងយកទៅប្រើនៅពេលណាប្រើបានពេលណាប្រើមិនបានយើងអាចសួរបានទាំងអស់ហ្នឹងយើងអាចឲ្យគាត់ជួយតែងជាប្រយោគតែងជា clear ឲ្យយើងបានទាំងអស់កម្មវិធី DeepSeek ហ្នឹងហើយអញ្ចឹងអូខេអរគុណច្រើនហ្នឹងហើយដោយសារវីដេអូនេះគឺយើងធ្វើភ្លាមហ្នឹងហើយ
យើងអត់មានការកាត់តអីទេអញ្ចឹងបើសិនជាមានពាក្យខុសឆ្គងអីក៏សូមខន្តីអភ័យទោសបងអរគុណបាទ